អ្នកទាំងអស់គ្នាចង់បង្កើតវីដេអូ AI ដែលនិយាយភាសាខ្មែរច្បាស់ៗដូចនេះដែរឬទេនេះគឺជាឌូអាដែលព្យាការីមូហាម៉ាត់បានអានប្រឈមមុខនឹងការភ័យខ្លាចនិងសត្រូវដាក់ខ្ទឹមនិងម្ទេសចូលខ្ទះបាយជាងថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបពីជំហានដំបូងរហូតដល់បង្កើតវីដេអូ AI និយាយច្បាស់ៗដូចនេះបានជាដំបូងអ្នកទាំងគ្នាត្រូវតែមាន Gmail ឬក៏ Google Email បន្ទាប់មកអ្នកទាំងគ្នាត្រូវតែមានទូរស័ព្ទដៃឬក៏ដូចជា laptop ឬក៏ computer របស់អ្នកទាំងគ្នាអញ្ចឹងជាដំបូងអ្នកទាំងគ្នាបង្កើត Gmail បើសិនជាអ្នកទាំងគ្នាអត់ទាន់មានតែបើមានហើយអ្នកទាំងគ្នានឹងតាមដានជាមួយខ្ញុំរបៀបនៃការបង្កើតទាំងអស់គ្នាអញ្ចឹងអ្នកទាំងគ្នាដំបូងអ្នកទាំងគ្នាចូលទៅកាន់ Google Chrome របស់យើងហើយយើង search ពាក្យថា Google Flow បន្ទាប់ពីយើងចូលទៅកាន់ Google Flow យើងคลิกទៅលើវាមកបន្ទាប់ពីយើងคลิกហើយយើងចុចទៅលើ New Project ណាអ្នកទាំងគ្នាមើលច្បាស់ទៅបន្ទាប់ពីយើងចុចទៅលើ New Project ហើយយើងកំទាល់អាលធ្វើអ្វីទាំងអស់ជាដំបូងអ្នកគ្នាចុចទៅលើ All Media ឬក៏អ្នកគ្នាចុចកន្លែងសញ្ញាបូកនេះសញ្ញាបូកដែលនៅជិតអក្សរ Agent យើងចុចសញ្ញាបូកណាយើងចុចកន្លែង Image បន្ទាប់ពីយើង upload ហើយយើងទៅមើលរូបភាពរបស់យើងដែលយើងចង់បង្កើតខ្លាយជាវីដេអូដែលនិយាយភាសាខ្មែរហ្នឹងយើងមានតួអង្គស្រាប់តែយើងអត់ទាន់មានយើងទៅបង្កើតនៅក្នុង AI ក៏បានឬក៏ដាក់រូបយើងក៏បានដូច្នេះខ្ញុំមានរូបស្រាប់ហើយគឺរូបខ្ញុំតែម្ដង click ទៅលើវា click open និង upload ទៅលើវា click ទៅលើវាហើយយើងចាំមួយសន្ទុះដើម្បីវា upload សិនបន្ទាប់ពីយើង upload ហើយយើងចុច click ទៅលើ add to prompt អានេះសម្រាប់តែ laptop អញ្ចឹងក្នុងទូរស័ព្ទគឺស្តៀងគ្នាទេអ្នកនរគ្នាអ្នកនរគ្នាចុចកន្លែង click 3នេះ setting របស់វានេះ click ហើយអ្នកនរគ្នាត្រូវមើលខាងក្រោមវាមាន2ទី1 image generation default ទី2 video generation default អញ្ចឹងសំខាន់ណាស់ទៅលើកន្លែងវីដេអូនេះអញ្ចឹងកន្លែងនេះវាមានsize របស់វាឬក៏ទំហំវីដេអូយើងចង់បានផ្ដេកឬក៏បញ្ឈរបើសិនជាវីដេអូនេះចង់បានបញ្ឈរចុចកន្លែងបញ្ឈរនេះបន្ទាប់ពីយើងចុចកន្លែងបញ្ឈរហើយកន្លែងនេះវាមានសញ្ញា1គុណ2គុណឬក៏3គុណអញ្ចឹងមានន័យថាតើយើងចង់បង្កើតវីដេអូហ្នឹង1វីដេអូឬក៏2វីដេអូមានន័យថាលទ្ធផលរបស់វា2ឬក៏3ឬក៏4ចេះបើសិនជាខ្ញុំ recommend ឲ្យបង្កើតជីកលើតែមួយបានហើយព្រោះអីវា C credit ច្រើនដោយសារក្នុង Google វាផ្ដល់ credit ឲ្យយើងមួយថ្ងៃគឺ50 credit បន្ទាប់ពីយើង select ទៅលើ vertical ហើយយើងចុចកន្លែងសញ្ញាគុណ1នេះមានន័យថាយើងបង្កើតបានតែលទ្ធផលវីដេអូមួយទេបន្ទាប់មកយើងចុចកន្លែងនេះកន្លែងដែលខ្ញុំ click មើលអ្នកនរគ្នាមើលឃើញទេបន្ទាប់មកយើង select ទៅលើ model របស់ Google VO3 របស់ Google ហ្នឹងបន្ទាប់មកយើងចុច save ខ្ញុំភ្លេចប្រាប់តើអ្នកទាំងគ្នាគួរតែបង្កើត prompt មួយឬក៏ចង់សរសេរខ្លួនឯងនៅក្នុងនេះក៏បានដែរខ្ញុំមានអក្សរស្រាប់ដូច្នេះនេះខ្ញុំមាននៅក្នុងនេះស្រាប់prompt របស់ខ្ញុំបង្កើតដោយ ChatGPT អញ្ចឹងណាអញ្ចឹងចាំមើលទាំងអស់គ្នាអ្វីដែលខ្ញុំចង់បង្ហាញកន្លែងនេះអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់កន្លែងនេះបំផុតអ្នកទាំងគ្នាត្រូវសរសេរឲ្យវាឆាប់យល់ពិសេសបើសិនជាអាចអ្នកទាំងគ្នាអាចសរសេរជាភាសាអង់គ្លេសឥឡូវយើងចាំមើលទាំងអស់គ្នាតើវាបង្កើតឲ្យវានិយាយយ៉ាងម៉េចអូខេខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចបន្ទាប់ពីយើង click បញ្ជូនហើយវា load សញ្ញា I am going to generate video of man វានិយាយអំពីសារឡើងវិញនៃ prompt របស់យើងដែលយើងសរសេរហ្នឹងណាប៉ុន្តែវាសួរយើងថាវាចង់យក credit របស់យើង10 credit ដែលវាផ្ដល់ឲ្យមួយថ្ងៃ50 credit ហ្នឹងតែយើង approve ឬក៏អត់យើងកុំចុច reject កាលណាយើង reject វីដេអូនោះយកបង្កើតឲ្យយើងទេអញ្ចឹងយើងចុច approve បើសិនជាយើងអត់ចង់ load វា load អញ្ចឹងទៀតយើងចុច approve do not ask again មានន័យថាកុំឲ្យវាសួរដដែលទៀតអញ្ចឹងវាកំពុងតែបង្កើតដែរវាចាប់ផ្ដើមប្រតិបត្តិការបង្កើតវីដេអូដែលយើង upload វីដេអូហើយតោះអ្នកទាំងគ្នាបន្ទាប់ពីយើងរងចាំរយៈពេល1នាទីកន្លះអញ្ចឹងអ្នកទាំងគ្នាអាចឃើញពីលទ្ធផលរបស់វាហើយអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាពេលមានការឈឺចាប់សូមងាកទៅរកអល់ឡោះទ្រង់ជាអ្នកផ្ដល់សន្តិភាពនិងការព្យាបាលអូខេអ្នកទាំងគ្នាបានឃើញលទ្ធផលរបស់វាគឺនិយាយភាសាខ្មែរច្បាស់កន្លែងតែម្ដងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តសូមកុំភ្លេច subscribe ក៏ដូចជា follow page របស់ខ្ញុំម្នាក់មួយផងអរគុណអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត